ប្រឡូកក្នុងសង្គមមិនបាច់ស្មោះត្រង់ពេកទេបើសិនជាឆាតតែគេ2 ដង 2-3 ថ្ងៃហើយមិនតបលុបសារចោលទៅព្រោះអ្នកមិនមានសារៈសំខាន់អ្វីសម្រាប់គេនោះទេអ្នកដែលមិនຕົកមុខឲ្យអ្នកភាកច្រើនគឺគេមិនគ្រប់អ្នកមិនមែនមកពីគេជាមនុស្សចូលចិត្តនិយាយត្រង់នោះទេសំដីក៏អាក្រក់ពេកនិយាយឲ្យស្រួលស្ដាប់បន្តិចអាចធ្វើឲ្យអ្នកជៀសឆ្ងាយពីបញ្ហាមិនចាំបាច់ជាច្រើនស៊ូនិយាយតិចធ្វើច្រើនប្រសើរជាងនិយាយច្រើនតែមិនបានធ្វើទំនុកចិត្តគេផ្ដល់ឲ្យអ្នកតែម្ដងប៉ុណ្ណោះរឿងដែលអាចយកលុយមកដោះស្រាយបានដាច់ខាតកុំយកមនោសញ្ចេតនាមកប្រើអសោះមនុស្សរាប់អានគ្នាត្រូវតែមានផលប្រយោជន៍ឲ្យគ្នាជានិច្ចបើមិនអញ្ចឹងទេរាប់អានគ្នាមិនបានយូរទេកុំសូវលូកដៃរឿងអ្នកដទៃបើគេមិនពឹងអ្នកទេធ្វើមិនដឹងមិនលឺទៅបានហើយច្បាប់នេះសំខាន់ណាស់ទី1ច្បាប់12វិនាទីគ្រប់ពេលដែលយើងទប់ចិត្តខ្លួនឯងមិនបានត្រូវចងចាំថាទ្រាំឲ្យតែបាន12វិនាទីបើសិនជាអ្នកអាចគ្រប់គ្រងខ្លួនឯងក្នុងពេលប្រមាណ2នាទីនេះនោះស្ថានភាពនឹងធូរប្រសើរឡើងវិញ2ច្បាប់